23មិថុនាឆ្នាំ2025យើងចង់និយាយអំពីពន្ធគយដែលសហរដ្ឋអាមេរិកដាក់ពលលើកម្ពុជា49%ហ្នឹងគឺថាធ្ងន់ធ្ងរណាស់ហើយការចរចាទាំង5លើកនេះគឺបានតែលទ្ធផលគឺបាតដៃទទេខ្ញុំមិនហ៊ានថាបរាជ័យទេគ្រាន់ថាបាតដៃទទេហើយអ្នកដែលទៅចរចាហ្នឹងគ្រាន់តែបែនប្រសាសន៍ថារលូនហើយយោគយល់គ្នាបាទមិនដឹងថាយោគយល់យ៉ាងម៉េចមិនដឹងថាត្រង់ទៅត្រង់មកយ៉ាងម៉េចយើងមិនយល់ព្រោះគ្មានព័ត៌មានណាឲ្យបានច្បាស់ការទេព័ត៌មាននៅប្រទេសកម្ពុជាគឺមិនដឹងអីទាំងអស់គឺមិនដែលនិយាយទេហើយចំណែកអ្នកដែលទៅហ្នឹងក៏មិនបាននិយាយមិនបានបញ្យល់ឲ្យប្រជាជនលោកដឹងថាតើរលូននឹងយ៉ាងម៉េចតើទៅនឹងការចរចាបានលទ្ធផលយ៉ាងម៉េចគឺស្ងាត់ណាគឺស្ងាត់ឈឹងធ្វើឲ្យប្រជាជនលោកអស់សង្ឃឹមមិនតិចទេខ្ញុំជឿថាយ៉ាងអន់ណាស់ក៏ត្រឹម30%ដែរណាដែលការចរចាហ្នឹងហើយបើថា30%ធំធេងណាស់គឺអ្នករស់ស៊ីទាំងឡាយទាំងពួងគេមិនហ៊ានរស់ស៊ីទេរោងចក្រនឹងបិទតែហ្មងព្រោះពន្ធវាច្រើនពេកគេមិនអាចរត់រួចនៅអញ្ចឹងមានតែការបិទហើយប្រជាជនដែលអ្នកធ្វើការងារដឹងតើបានអីអ្នកដែលជាពាក់ណាធនាគារអង្គការហ្នឹងតើបានអីណាឥឡូវហ្នឹងប្រជាជនភ្លុកមកពីស្រុកថៃដែលមានបញ្ហាស្រុកថៃហើយមកដល់ស្រុកខ្មែរទៀតរត់តែច្រើនតែមានការងារណាធ្វើបើអញ្ចឹងសូមឲ្យរាជរដ្ឋាភិបាលហ្នឹងពិចារណាត្រូវតែបញ្យល់ប្រជាជនឲ្យបានដឹងច្បាស់ផងបើមិនចឹងទេប្រជាជនអត់ដឹងទេបានប្រហែលជាអាចយើងអត់មានទៅតម្រូវចិត្តដែលគេចង់បានដូចជាលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សដោះលែងគណៈបពប្រឆាំងដែលផ្ទុយអំពីខ្លួននឹងឲ្យមានសេរីភាពទៅដូចជាអាយដាមកឹមសុខាមអាយដាមសំរងស៊ីដែលនិរទេសខ្លួនបរិស្ថានដូចជាលោកថៃស៊ីថាដូចជាកញ្ញាសេងតារីទាំងអស់ហ្នឹងដែលខ្ញុំមិនបានចាំឈ្មោះច្រើនណាស់ដូច្នេះបើមិនធ្វើទៅតាមតម្រូវការរបស់គេនឹងទេយើងទៅចរចាប្រមាណក៏វាបរាជ័យដែរនេះទៅតាមខ្ញុំយល់ណាមិនបរាជ័យទេគេនឹងឲ្យនាំចូលក៏ប៉ុន្តែនាំចូលពុះពន្ធតើអាចអ្នកដែលរស់ស៊ីបានមិនបានអាហ្នឹងសូមរដ្ឋាភិបាលអ្នកដែលទៅចរចាដូចជាអេដាមទិនចន្ទថុលលោកជំទាវចៅមីនីមុលអីហ្នឹងសូមពេលយើងចរចាហើយនឹងប្រាប់ប្រជាជនថាណាចង់បានចេះតម្រូវការចេះគេចង់បានចេះយើងចង់បានចេះឲ្យប្រជាជនលោកដឹងផងកុំឲ្យស្ងាត់ឈឹងល្ងឹតឈឹងរាល់ថ្ងៃនេះគឺប្រជាជនល្ងឹតឈឹងណាហ្មងហើយសង្ឃឹមថាសារព័ត៌មានស្រុកខ្មែរមិនបាច់ទេគ្នាមិនហ៊ាននិយាយហ៊ានថាទេបើគ្មានភ្លើងខៀវណាមិនតលមានភ្លើងខៀវអាចហ៊ានថានិយាយហ៊ានថានឹងមានបញ្ហាដល់ខ្លួនណាបើអញ្ចឹងខ្ញុំក៏មានបន្ទោសដែរអាហ្នឹងណាតែប៉ុណ្្នឹងដែរបាទ